Bà, tớ không video này,ខ្ញុំនឹងមកនិយាយតងជាមួយនឹងកន្លែងដែលកូនសិស្ស99%ដែលគាត់តែងតែខុសតាមពិតលំហាត់ប្រភេទវីដេអូប្រភេទនេះខ្ញុំឃើញលោកគ្រូគាត់ធ្វើមកបញ្យល់ដល់បងប្អូនច្រើនហើយប៉ុន្តែនៅពេលដែលបងប្អូនរៀនពេលដែលបញ្យល់ទៅឲ្យធ្វើអានឹងម្ដងទៀតបាទខុសទៀតអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងលើកយកមកបញ្យល់សង្ឃឹមថានឹងជួយបងប្អូនកុំឲ្យច្រឡំតទៅទៀតឲ្យច្បាស់ទៅនឹងអាហ្នឹងបាទព្រោះវីដេអូប្រភេទនេះបាទមានលោកគ្រូអ្នកគ្រូគាត់បាទពន្យល់ច្រើនណាស់ទៅកាន់បងប្អូនប៉ុន្តែមិនដឹងថាបងប្អូនចាប់បានពីគាត់ឬអត់បាទខ្ញុំក៏មិនដឹងទេប៉ុន្តែក្នុងវីដេអូនេះបាទមកមើលបន្តិចថាហេតុអ្វីបានជាខ្ញុំថាខុស99%ចំពោះកូនសិស្សដែលគាត់ធ្វើខុសព្រោះនៅពេលដែលខ្ញុំមានសិស្ស5នាក់ខ្ញុំឲ្យគាត់ធ្វើ5នាក់លំហាត់ហ្នឹងគាត់ធ្វើត្រូវតែម្នាក់ឲ្យគាត់4នាក់ទៀតគាត់ធ្វើខុសហើយហ្នឹងហើយសួរថាពិបាកទេអត់ពិបាកទេវាងាយបំផុតដោយសារមកគាត់មិនធ្វើមិនត្រូវគ្រូងាយមិនក៏ខុសមកពីគាត់បាននៅប្រឡំបកើមិនច្បាស់អញ្ចឹងតោះមកមើលលំហាត់នេះដូចជាលំហាត់អក្សរ A នេះអញ្ចឹងគ្នាយើងនៅពេលដែលឃើញបែបនេះគ្នាយើងនឹងបញ្ចេញពី radical បានហើយត្រូវអត់គ្នាយើងនឹងសរសេរបានភ្លាមថាស្មើនឹង 2x បូកជាមួយនឹង3ភ្លាមបើសិនជាបែបនេះគ្នាយើងបើខុសទាំងស្រុងហើយណាបាទអត់ត្រូវទេហើយអ្វីបានជាគ្រូថាមិនត្រូវនៅក្នុងមេរៀនសិក្សាចំណុចទៅត្រង់ចំនួនអក្សរទានណាចំណុចដំបូងគេដែលយើងរៀនទៅលើបាទឬការ៉េដែលឬការ៉េហ្នឹងដល់ពេលដែលចំនួន a ណាមួយលើកជាការ៉េបញ្ចេញពីឬមកវាមានតម្លៃដល់ទៅ2មានអវិជ្ជមាននិងវិជ្ជមានទៅតាមតម្លៃ a បើ a ជាប់អវិជ្ជមានអញ្ចឹងតម្លៃដែលខាតនៃ a របស់យើងបានន័យតម្លៃ a តូចជាង0អញ្ចឹងវាធ្វើជាប់10ពីមុខបានគុណទៅចេញ a វិញធម្មតាអញ្ចឹងនៅកន្លែងនេះគ្នាយើងឃើញទេតម្លៃ 2x បូក3នេះគ្នាយើងអត់ដឹងថាវាធំជាង0ឬតូចជាង0ទេនៅពេលដែលយើងបញ្ចេញពីឬគ្នាយើងកុំដាក់អញ្ចឹងណាគ្នាយើងថ្នាក់ទី9គ្នាយើងរៀនច្បាស់ហើយពីតម្លៃនៃឬការ៉េនៅពេលដែលបញ្ចេញមកគ្នាយើងជាប់បញ្ញត្តិមែនអត់គឺជាប់បញ្ញត្តិទេនៅពេលដែលគ្នាយើងបញ្ចេញពីឬត្រូវតែជាប់តម្លៃដែលខាតបាទនេះតម្លៃដែលខាតដោយសារអីបានជាប់មកដែលខាតព្រោះអីយើងអត់ដឹងថាវាតូចជាង0ឬធំជាង0ទេតម្លៃបាទកន្សោមមួយនេះហ៎វាអាស្រ័យទៅលើតម្លៃនៃ x ដល់ពេលមកខាងក្រោមនេះអានេះបាទនេះវិញខុសយកមកបាទតែចេញមកឲ្យធ្វើនឹងខុសឥឡូវអីមិនបានខុសឥឡូវចាំមើលអានេះ2បូកឬ5នេះគឺជាតម្លៃធំជាង0ហើយព្រោះ5បញ្ចេញពីឬមកគ្នាយើងដឹងថា5មកគាត់ចេញបាន2ចុចជាងហើយនឹង2ចុចម៉ានឯងគ្រូមិនដឹងទេដឹងតែ2ចុចជាងហើយអញ្ចឹងតម្លៃ2ហើយនឹង2ឬ2ជាមួយឬ5នេះប្រកាសជាតម្លៃឬ5ធំជាងហើយអញ្ចឹងអានេះធំជាង0ស្រាប់ហើយអញ្ចឹងពេលដែលបញ្ចេញពីឬមកវាអត់មានជាប់តម្លៃដែលខាតអីទេព្រោះវាយើងដឹងថាវានឹងធំជាង0ហើយផ្នែកខាងក្រោយគ្នាយើងបញ្ចេញមកប្រកាសជាសរសេរថាស្មើនឹង2បាទដកជាមួយនឹងឬ5ហើយត្រូវអត់តែបើគ្នាយើងសរសេរបែបហ្នឹងគ្នាយើងគឺជាអ្នកខុសព្រោះដោយសារអីនៅពេលដែលចំនួនហ្នឹងនៅក្នុងឬការ៉េបញ្ចេញពីឬការ៉េជាចំនួនអវិជ្ជមានគ្នាយើងបញ្ចេញមកត្រូវជាប់សញ្ញាដកណាត្រូវចាប់ដកវិញអត់ជាប់អញ្ចឹងទេអត់ចេញមកអញ្ចឹងទេណាខុសណាអញ្ចឹងពេលដែលគ្នាយើងបញ្ចេញមកដោយសារអីចំនួននេះគឺជាចំនួនអវិជ្ជមាននៅក្នុងឬការ៉េมันអាចជាចំនួនអវិជ្ជមានទេសម្រាប់ថ្នាក់ទី9តែបើថ្នាក់ទី10ឡើងយើងអាចបាទជាចំនួនអវិជ្ជមានបានព្រោះដោយសារអីយើងសិក្សាទៅលើចំនួន complex តែទី9នេះអត់ទេអញ្ចឹងបើក្នុងករណីចេញមកនៅក្នុងរឿងនេះជាចំនួនដែលតូចជាង0គ្នាយើងត្រូវដាក់អីពេលបញ្ចេញមកត្រូវជាប់សញ្ញាដកនៅពីមុខឬក៏តម្លៃដាច់ខានណាតម្លៃដាច់ខានការពារអីកុំឲ្យវាចេញមកតូចជាង0អញ្ចឹងដល់ពេលដែលគ្នាយើងបានប៉ុណ្ណេះគ្នាយើងបាន2បូកជាមួយនឹងឬ5បាទដកតម្លៃដាច់ខាតនៃចំនួនអវិជ្ជមានបាននៃតម្លៃដាច់ខាតនៃដក2វាស្មើនឹង2ត្រូវអត់អញ្ចឹងអានេះគ្នាយើងប្រកាសជាគណនាទៅឃើញអី
ឃើញវិជ្ជមានតាមដឹងហ្មងទេព្រោះ2ដកជាមួយនឹងឬ5ប្រកាសជាឃើញបាទអាចจะឃើញ0ចុចជាងតែចេញវិជ្ជមានអត់ចេញវិជ្ជមានទេឃើញដក0ចុចជាងអញ្ចឹងគ្នាយើងបើចេញមកឧទាហរណ៍ថាវាជាប់តម្លៃដែលខាតនៃដក2ចុះវាប្រកាសជាស្មើ2ហើយតម្លៃដែលខាតនៃចំនួនអវិជ្ជមានចេញវិជ្ជមានអញ្ចឹងអានេះគ្នាយើងដកទៅចេញអវិជ្ជមានហើយអញ្ចឹងដល់ពេលដែលចេញពីតម្លៃដែលខាតគ្នាយើងប្រកាសជាចេញវិជ្ជមានហើយអញ្ចឹងកន្លែងនេះគ្នាយើងបានមែនបាទគ្នាយើងត្រឡប់មកវិញមកណាគ្នាយើងត្រឡប់មកអានេះដូចគុណសញ្ញាដកចូលអញ្ចឹងណាគុណសញ្ញាដកចូលអញ្ចឹងគ្នាយើងបានឬ5នៅមុខវិញហើយដកជាមួយនឹង2នេះបែរណាដល់ពេលបានប្រព័ន្ធនេះគ្នាយើងគុណសញ្ញាដកនេះចូលទៅនេះអត់ដល់គុណវាចូលទៅគ្នាយើងបាន2បូកជាមួយនឹងឬ5ដកជាមួយនឹងឬ5បាទបូកជាមួយនឹង2អញ្ចឹងឬ5នេះយើងសម្រួលចោលអស់អញ្ចឹងនៅសល់4នេះអត់មានចេញមកផឹងមកឃើញ2ដកឬ5ទេអត់ទេណាបើឃើញបែបហ្នឹងគ្នាយើងខុសហើយអញ្ចឹងបានគ្រូថាសឹងតែ 99% ដែលលោកគ្រូធ្លាប់រៀនសិស្សអញ្ចឹងបាទថ្ងៃមុននោះសិស្ស4នាក់ទៅ5នាក់តែគាត់ហើយគាត់ធ្វើលំហាត់ហ្នឹងគាត់បញ្ចេញមកខុសឆ្កុយហើយគាត់សួរគ្រូថាអាហ្នឹងខុសមិនគ្រូមិនបានខុសហើយក៏ឲ្យគាត់យកទ្រឹស្ដីនៃរឹសការ៉េមកឲ្យគាត់មើលឡើងវិញគាត់ថាអូខុសមែនហើយនេះខុសមែនអញ្ចឹងនេះខុសគឺហេតុផលដោយសារអីចំនួនមួយនេះបើយើងយកទៅដកមកគឺចេញអវិជ្ជមានមិនមែនជាតម្លៃដែលធំជាង0ទេអញ្ចឹងពេលដែលយើងបើចេញមកទៅជាប់តម្លៃដែលខាតអញ្ចឹងតម្លៃដែលខាតនៃចំនួនអវិជ្ជមានចេញមកគឺវិជ្ជមានដូចកន្លែងនេះអញ្ចឹងឃើញទេអញ្ចឹងនៅពេលដែលយើងដកទៅប្រកាសដូចគ្រូថាអញ្ចឹងប្រកាសឃើញដក0.ម៉ានគ្រូមិនដឹងទេឬក៏1.ជាងគ្រូមិនដឹងទេតែដឹងថាចេញមកគឺអវិជ្ជមានហើយអញ្ចឹងនៅពេលដែលយើងពពាក់តម្លៃដែលខាតវាអវិជ្ជមានខ្លាយទៅជាវិជ្ជមានអញ្ចឹងកន្លែងនេះវាត្រឡប់ទៅជារឹស5ដក2វិញបាទណាអញ្ចឹងសម្រាប់វីដេអូនេះបាទខ្ញុំមកបញ្ជាក់ប៉ុណ្្នឹងទេឲ្យបងប្អូនដែលគាត់ឧស្សាហ៍ច្រឡំបាទគាត់ចេះដែរតែចេះច្រឡំអញ្ចឹងយកទៅគិតសារថ្មីម្ដងទៀតតោះណាជាពិសេសនៅពេលដែលជាប់អញ្ញត្តិពេលគ្នាយើងបញ្ចេញពីរឹសមកទៅជាប់តម្លៃខាតបើគេអត់បញ្ជាក់ថាវាធំជាង0ទេគ្នាយើងត្រូវដាក់តម្លៃខាតតែបើគេបញ្ជាក់ថាបាទ x នេះគឺជាតម្លៃដែលធំជាង0ឬក៏វិជ្ជមានអូខេគ្នាយើងបញ្ចេញមកដោយសារសញ្ញាបូកអញ្ចឹងគ្នាយើងមិនដាក់តម្លៃខាតទេព្រោះគេបញ្ជាក់ឲ្យថា x ហ្នឹងគឺជាចំនួនវិជ្ជមានមិនចាំបាច់ដាក់ទេតោះណាតែបើក្នុងករណីអញ្ចឹងចុះដាក់មករាវអញ្ចឹងមកគេអត់មានដាក់បញ្ជាក់ថា x ហ្នឹងធំជាង0ឬតូចជាង0អីទេបាទគ្នាយើងដាក់តម្លៃខាតការពារតោះណាដើម្បីឲ្យស្របទៅនឹងទ្រឹស្ដីនៃរឹសការ៉េអញ្ចឹងសម្រាប់វីដេអូនេះបាទខ្ញុំមានប៉ុណ្្នឹងទេសម្រាប់លើកមកបាទបញ្ជាក់ទៅកាន់បងប្អូនដែលគាត់ច្រឡំញឹកញាប់ទៅលើការដោះស្រាយលំហាត់ប្រភេទនេះបាទសង្ឃឹមថាវីដេអូនេះនឹងជួយទៅដល់គ្នាយើងក្នុងការបាទសិក្សាដោយខ្លួនឯងនៅបាទការស្វ័យសិក្សានៅផ្ទះអញ្ចឹងក៏អរគុណគ្នាយើងសម្រាប់វីដេអូនេះ